ព្រះអណ្ដូងសែនជ័យចាខ្សែទឹកខាងក្នុងដែលជាទូឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្ដេចចាដេជោនាយករដ្ឋមន្ត្រីនិងឯកឧត្តមសេងទៀងចានិងឯកឧត្តមសេងទៀងប៉ុន្តែហាក់ដូចជាចាញ់បងតិចហើយឯកឧត្តមចាខ្សែទឹកខាងក្នុងដែលសែនសេរីមានជ័យរបស់ឯកឧត្តមបណ្ឌិតងួនញិលបាននាំមុខមកហើយចារបស់ឯកឧត្តមបណ្ឌិតងួនញិលបាននាំមុខចាឃើញថាចិត្តដាច់តែគាត់ថាលបឿនកាន់តែបង្កើនឡើងចាខ្សែទឹកខាងក្នុងព្រះអណ្ដូងសែនជ័យចាឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងឯកឧត្តមជាសេងទៀងចាឃើញថាចាញ់បងហើយឯកឧត្តមមកគាត់តំពួកចាញ់ខ្សែទឹកខាងក្រៅគឺសែនសេរីមានជ័យជាឱកាសនេះនាងខ្ញុំក៏សូមសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះឯកឧត្តមសេងទៀងដែលជានិច្ចកាលឯកឧត្តមលោកតែងតែពំនាំនៅថវិកាដ៏ដូចគ្នាអធិរាជចក្រភពប្រាំងសីរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាទៀតហើយជាមួយនឹងសម្ដេចអគ្គមហាពញាចក្រីហេងសំរិនចាដែលបានឧបត្ថម្ភមហាពញាចក្រីសំរិនបារមីព្រះអង្គថ្មសបហបហែលគ្នាចាបហបហែលគ្នានៅទន្ទឹមគ្នាដោយគេក្រៃចិត្តចាប់យោងកងពាន់ទី2នេះមកហើយចាសម្ដេចអគ្គមហាសេនាពញាចក្រីហេងសំរិននិងឯកឧត្តមទេសរដ្ឋមន្ត្រីអឹមជុនលឹមចានាងខ្ញុំសូមកែតម្រូវទូកគូទី66អត់ទាន់មកដល់ទេចាពិនិត្យច្បាស់មកដល់នេះគឺទូកគូទី67ចាទូកទេប្រាំងសីជាមួយនឹងមហាពញាចក្រីសម្រិនបារមីព្រះអង្គថ្មសអត់ទាន់មកទេនេះគឺជាទូកគូទី67ព្រះអណ្ដូងសែនជ័យចាព្រះអណ្ដូងសែនជ័យខ្សែទឹកខាងក្រៅសែនសេរីមានជ័យដែលឈ្នះម្ដងរួចមកហើយក្នុងជើងទី1នោះឥឡូវដូរមកនៅខ្សែទឹកខាងក្នុងឃើញថាមានព្រៀបមកក្បាលទូកចាមកសកត់ក្បាលឃើញ